សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី29ខែ6ឆ្នាំ2025អញ្ចឹងហើយខ្ញុំចង់មកអាប់ដេតព័ត៌មានទាក់ទងទៅនឹងសភាពការនៅព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងថៃគឺសភាពការនៅតាមព្រំដែនបើគិតដល់ម៉ោងនេះព្រឹកនេះគឺសភាពការគឺនៅស្ងប់ស្ងាត់ធម្មតាទេអត់មានអីប្រែប្រួលទេហើយសំបីតាដ្រូនរបស់ថៃក៏ដូចជាមិនសូវឃើញហោះចូលដីកម្ពុជាយើងទៀតទេអាហ្នឹងគឺសភាពការនៅថ្ងៃ29នេះគឺសភាពការយើងគឺស្ងប់ស្ងាត់ធម្មតាទាហានទាំងភាគីកម្ពុជាយើងក៏ដូចជាភាគីថៃគឺនៅស្ងប់ស្ងាត់ធម្មតាអត់មានអីប្រែប្រួលទេហើយមួយទៀតនៅក្នុងតំបន់ប្រាសាទតាមិនធំគឺទាហានខ្មែរយើង6នាក់ហើយទាហានថៃ6នាក់គឺមានការសហការគ្នាបានល្អបានចូលបានទៅយាមល្បាតនៅតាមបរិវេណប្រាសាទតាមិនធំហើយធ្វើការទំនាក់ទំនងគ្នាជាធម្មតាអត់មានអីប្រែប្រួលទេអញ្ចឹងអានេះអីដែលខ្ញុំចង់អាប់ដេតជូនបងប្អូននៅថ្ងៃទី29ខែ6ឆ្នាំ2025នេះថាសភាពការតាមបន្ទាត់ព្រំដែនគឺអត់មានអីជាបញ្ហាចោតទេអញ្ចឹងហើយបងប្អូនទាំងអស់គ្នាគឺក៏មានការផិតភ័យឬក៏ព្រួយបារម្ភពីខាងព្រំដែនកម្ពុជារវាងថៃថាមានបញ្ហាអីអត់ស្រួលអញ្ចឹងហើយបងប្អូនកុំភ័យអ្នកនៅក្នុងអីកុំព្រួយបារម្ភអីហើយមួយទៀតខ្ញុំចង់បញ្ជាក់ទៀតទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃបើសិនជាបងប្អូនចង់តាមដានព័ត៌មានដែលច្បាស់ការដែលពិតប្រាកដគឺបងប្អូនចូលទៅតាមដាន page ក្រសួងការពារជាតិហើយនឹង page របស់សម្ដេចហ៊ុនម៉ាណែតអានឹងគឺជាព័ត៌មានដែលច្បាស់ការ100% page ក្រសួងការពារជាតិអីហ្នឹងគឺបងប្អូនកុំសូវជឿ page មួយចំនួនដែលពេលខ្លះផ្សាយបំពងព័ត៌មានដើម្បីឲ្យបាន view បាន like អញ្ចឹងព្រឹកនេះគឺខ្ញុំមានការអាប់ដេតជូនតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយឬក៏ព័ត៌មានថ្មីដែលខ្ញុំអាប់ដេតជូនបងប្អូនទាំងអស់គ្នាអញ្ចឹងជម្រាបលាបងប្អូន